បាទខ្ញុំបាទហ៊ុនរិនបាទសូមគោរពជម្រាបសួរបាទចំពោះបងប្អូនអ៊ំពូមីងជាទីគោរពស្រឡាញ់បាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសសូមលើកយកប្រធានបទមួយទាក់ទងទៅនឹងជំងឺសន្លាក់បាទបញ្ហាជំងឺសន្លាក់នេះគឺជាបញ្ហាមួយដែលប្រទេសកម្ពុជាកំពុងតែកើតមានយ៉ាងច្រើនតែម្ដងបាទមិនថាក្មេងថាចាស់ទេអញ្ចឹងបងប្អូនអាចចំណាំបានចំពោះអាការៈនៃជំងឺសន្លាក់ហ្នឹងបាទជំងឺសន្លាក់គឺកើតឡើងគឺវាអត់កើតឡើងចេញខុសពីអាកន្លែងថ្នាំងនៃម្រាមដៃម្រាមជើងកលាក់ឆ្អឹងរបស់យើងនោះណាអាកន្លែងបត់បែនហ្នឹងបាទអញ្ចឹងបើសិនជាឈឺចុករយតាមកន្លែងបត់បែនហ្នឹងនោះគឺជាជំងឺសន្លាក់ហើយបាទអញ្ចឹងតកតងទៅនឹងជំងឺសន្លាក់នេះខ្ញុំមិនបានបកស្រាយវែងឆ្ងាយទេបាទគឺខ្ញុំសង្ខេបតិចបាទតកតងទៅនឹងការបង្កបាទកត្តាបង្កនោះគឺពាក់ព័ន្ធច្រើនណាស់អញ្ចឹងហើយបានគេលើកឡើងថាបាទអ្នកវិទ្យាសាស្ត្រគេលើកឡើងថាហេតុអ្វីបានជាបាទជំងឺសន្លាក់ពិបាកនៅក្នុងការព្យាបាលគឺដោយសារតែជំងឺសន្លាក់វាពាក់ព័ន្ធទៅនឹងកត្តាផ្សេងជាច្រើនដែលវាចូលរួមគ្នាដើម្បីធ្វើឲ្យសន្លាក់នេះមានបញ្ហាឡើងនេះបើមិនជាយើងយកតែថ្នាំមកបានការឈឺចាប់តែមួយមុខនោះគឺមិនគ្រប់គ្រាន់នោះទេគឺគ្រាន់តែបញ្ជៀសតែប៉ុណ្ណោះប៉ុន្តែបើមិនជាយើងចង់ដោះស្រាយតើតែដោះស្រាយកត្តាទាំងអស់របស់បញ្ហាហ្នឹងដូចជាមានបញ្ហាដូចជាជំងឺកពេញទីរ៉េអ៊ីតបាទត្រូវដោះស្រាយជំងឺប្រព័ន្ធការពាររាងកាយវង្វេងតួនាទីដែលវាយប្រហារទៅលើសន្លាក់ហ្នឹងបាទមួយទៀតគឺតកតងទៅនឹងសន្លាក់ខ្លួនឯងហ្នឹងគឺខ្សោយមុខងារអញ្ចឹងត្រូវតែដោះស្រាយបាទមួយទៀតហ្នឹងគឺតកតងទៅនឹងអាស៊ីតបាទបញ្ហាអាស៊ីតគឺដោយសារអាស៊ីតលើសគឺបណ្ដាលឲ្យទៅជាមានបញ្ហារលាកសន្លាក់ដូចគ្នាបាទហើយក៏ពាក់ព័ន្ធទៅនឹងភាពតានតឹងនេះគឺភាពដែលយើងប្រើប្រាស់សន្លាក់ហួសហេតុបាទមួយទៀតនោះគឺកត្តាប្រឈមបាទកត្តាប្រឈមហ្នឹងគឺមានដូចជាអ្នកដែលធាត់ហើយក៏វ័យចំណាស់ចាស់ហ្នឹងបាទហើយតាក់ទងទៅអ្នកដែលមានប្រវត្តិគ្រោះថ្នាក់ប៉ះពាល់ដល់សន្លាក់ដែលជាយូរក៏ដោយប៉ុន្តែវានឹងប្រឈមនៅការកើតនៅជំងឺរលាកសន្លាក់ឆ្អឹងណាបាទអញ្ចឹងតាក់ទងទៅនឹងហ្សែនបាទតកតងទៅនឹងហ្សែនឬក៏ដំណពូជនេះមួយទៀតគឺភាពតានតឹងនៃការប្រើប្រាស់សន្លាក់ច្រើនហួសហេតុពេកបាទតកតងទៅនឹងការខូចឆ្អឹងខ្ចីពីក្មេងឬក៏ខូចឆ្អឹងខ្ចីនៅពេលដែលយើងប៉ះទង្គិចណាមួយដែលធ្វើឲ្យខូចឆ្អឹងខ្ចីហ្នឹងមួយទៀតនោះគឺស្ត្រីដែលអស់រដូវគឺជាកត្តាប្រឈមផងដែរបាទស្ត្រីអស់រដូវគឺប្រឈមនឹងបញ្ហាឈឺសន្លាក់ដូចគ្នាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តបាទផ្ដល់យោបល់ជូនបាទបើទោះជាមានបញ្ហាសន្លាក់កំពុងតែកើតឡើងហើយមានការឈឺចាប់ទ្រាំមិនបានរហូតដល់ព្យាបាលច្រើនកន្លែងហើយមិនជាក៏ដោយនោះបាទសូមកុំអស់ចិត្តគេហៅថាអស់សង្ឃឹមថាអត់មានផលិតផលណាមួយដោះស្រាយបាននោះណាតែខ្ញុំសូមលើកទឹកចិត្តថ្ងៃនេះបងប្អូននឹងមានដំណោះស្រាយមួយចំទិសដៅតែម្ដងដែលធ្វើឲ្យសន្លាក់របស់បងប្អូនដំណើរការបានដោយជៀសផុតអំពីមូលហេតុកត្តាផ្សេងដែលរួមនោះគឺត្រូវបានដោះស្រាយព្រមគ្នាតែមួយតែម្ដងឲ្យបងប្អូនរួចពីបញ្ហាសន្លាក់ទាំងស្រុងគឺយើងមានផលិតផលដែលសម្រាប់ជូនបងប្អូនទទួលទានដើម្បីឲ្យមុខងារសន្លាក់ធ្វើការត្រឹមត្រូវក៏ធ្វើឲ្យជំងឺផ្សេងដែលពាក់ព័ន្ធដូចជាជំងឺប្រព័ន្ធការពារជំងឺក្រពេញទីរ៉េអ៊ីតបាទពាក់ព័ន្ធនៅសន្លាក់ខ្សោយតាក់ទងទៅនឹងអាស៊ីតលើសអីហ្នឹងគឺវាធ្វើឲ្យបញ្ហាទាំងអស់នោះអត់កើតមានទេបាទបងប្អូនចង់បានប្រើប្រាស់នោះបាទសុំកុំភ្លេចបាទតាក់ទងជាមួយនឹងលេខទូរស័ព្ទដែលមាននៅក្នុង page នេះផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំបាទហ៊ុនរិនបាទសូមអរគុណចំពោះការតាមដានស្ដាប់បើចង់ដោះស្រាយសន្លាក់ឲ្យដាច់ស្រេចតែម្ដងកុំឲ្យនៅរ៉ាំរ៉ៃនោះក៏សូមទំនាក់ទំនងលេខទូរស័ព្ទក្នុង page បាទសូមអរគុណសូមគោរពលាបាទ